lúc hù mạch bàn mà mát xong ra cô là việc cắt khăn nắng quạt chua bánh ham bằng co đốt lướt lướt nôm chẳng ការបង្ករោគនៅផ្លូវទឹកនោមដែលម៉ាក់តែងតែជួបប្រទះហើយក៏ជាផលវិបាកមួយក្រោយពីការដែលគាត់សម្រាប់តែការវះកាត់ពីព្រោះគឺជាហេតុផលមួយដែលគាត់ពិបាកក្នុងការថែទាំជាពិសេសនោះគឺប្រព័ន្ធផ្លូវទឹកនោមរបស់គាត់គឺមានខ្លីជាងបុរសអញ្ចឹងវាអាចងាយក្នុងការបង្ករោគហើយពិបាកក្នុងការថែទាំពីព្រោះដែលគាត់ទើបតែវះកាត់ហើយប្រព័ន្ធភាពស៊ាំរបស់គាត់គឺនៅទន់ខ្សោយឬក៏រាងកាយរបស់គាត់នៅសភាពទន់ខ្សោយ chẳng ta ca bằng co đốt lướt lướt nôm mi đốt nhà ấy khác tới lúc hù រោគសញ្ញាសំខាន់ដែលស្ត្រីដែលគួរឲ្យកត់សម្គាល់គឺទី1គាត់មាននោមកាហាយនោមឈឺគាត់មានការឈឺចាប់នៅជុំវិញតំបន់អាងត្រគាកអាចមានទឹកនោមពណ៌ល្អក់ហើយគាត់មានសភាពគ្រុនក្តៅឬល្ងាញាក់ជាដើម chẳng ta dương thầm mạch tâm anh bằng ca chlong mê đốt lướt nôm mi bán lúc hù ពលិបង្ការសំខាន់ដែលស្ត្រីគួរដឹងទី1គាត់គួរតែញ៉ាំទឹកឲ្យបានគ្រប់គ្រាន់គាត់គួរតែសម្អាតបរិវេណតំបន់ទ្វារមាសរបស់គាត់ពីមុខទៅក្រោយហើយគួរតែសម្អាតដៃជាមួយនឹងសាប៊ូឬក៏ជាមួយនឹង gel លាងសម្អាតដៃបានត្រឹមត្រូវហើយទី2គួរតែស្លៀកខោណាដែលធ្វើពីកប្បាសឬក៏ស្លៀកខោណាដែលរលុងចំណុចសំខាន់មួយទៀតនោះម៉ាក់គួរតែព្យាយាមកុំទប់ទឹកនោមនៅពេលដែលម៉ាក់ចង់នោមជួបជាមួយខ្ញុំបាទប្រចាំបណ្ឌិតចាន់ស៊ីណេតនៅវីដេអូបន្ទាប់ប្រសិនបើប្រិយមិត្តមានចម្ងល់ឬក៏មានសំណួរអាចលើក comment ខាងក្រោមនេះបាន